សូមអនុមោទនានមោតស្សៈភៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមថោរតនតយស្សៈវត្តទាមីខ្ញុំប្រកាសអនាចារ្យសូមលើកកំបោរអញ្ជលីគោរពសំពះនមស្ការចំពោះព្រះជន្ម3នៃគុណព្រះត្រៃរតន៍គឺមានគុណព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងដល់ពុទ្ធពោះអំពីសំណាក់អង្គខ្ញុំប្រកាសអនាមភាពមួយចំណែកលើទីនោះក៏សូមធ្វើនៅសេចក្តីគោរពរាប់អានចំពោះលោកគ្រូផងអាចារ្យគ្រប់ប្រាលោកយាយលោកតាឥស្សរាបតីសម័យឡាទៀតប្រធានតាមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសកុមារាកុមារីយុវជនយុវតីបងប្រុសបងស្រីសិស្សានុសិស្សអត្ថកោវតិសិទ្ធបញ្ញវន្តទាំងអស់ដែលមានវត្តមាននៅក្នុងមហាលោកបុណ្យក៏ដូចជាលើតាមសម្លេងខុសស្នាមសាហៅថាសម្លេងមីក្រូនាវេលាព្រះឱកាសនេះដោយសេចក្តីគោរពស្រឡាញ់រាប់អានអំពីសំណាក់អង្គខ្ញុំប្រកាសអនាមភាពរោគាចេវន្តរាយាចឧបានាចេឧបតវិពុទ្ធាតេអនុភាវេយៈដោយអនុភាពនៃកិរិយាតាមបទនមស្ការទៀតព្រះពុទ្ធរតនៈជាដើមប្រទេសនេះក៏សូមការពារបញ្ជាបង់នៅឧបទ្រពឧបវន្តរាយទាំងឡាយទាំងពួងដែលកើតមាននៅក្នុងសមាជិកដំណើរជីវិតរបស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសក៏សូមឲ្យចង្រៃនៃឧបទ្រពជាដើមនោះចូលដល់នៅសេចក្តីវិញ្ញាណបានបង់ចាប់តាំងពីថ្ងៃនេះតរៀងទៅតតនន្តរាងហមទេសេសានិទីតីបន្តពីការធ្វើបន់មស្ការញោមស្រីទាំងពីរព្រមដោយវិរោធសង្ខេបបែបរៀងខ្លីនេះទៅក៏តម្រូវមកដល់រូបអង្គខ្ញុំប្រកាសអានាមភាពព្រះវិខុរៀងដល់រៀងពួងនៅក្នុងទីអារាមវត្តសូមក៏បានទូលនាទីអំពីសំណាក់លោកគ្រូធម្មយាចារ្យគ្រប់ប្រាលោកយាយលោកតាឥស្សរាធិបតីសម័យដើមទៀតប្រធានតាមបុណ្យអស់លោកជាសាធុសប្បុរសស្រីប្រុសទាំងអស់ក៏បានរតនានិមន្តអង្គខ្ញុំប្រកាសអានាមភាពព្រះវិខុរៀងដល់រៀងដើម្បីចូលខ្លួនខ្លាំងសម្ដែងយមធម៌ទេសនាចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដើម្បីជាទីសម្រាប់ដើម្បីទទួលយកនៅកុសលផលអានិសង្សតាមវិស័យជ្រះថ្លារៀងខ្លួននាវេលាព្រះឱកាសនេះកម្មវិធីបុណ្យបានប្រពើនៅក្នុងភូមិព្រៃរំដេងឃុំព្រៃរំដេងស្រុកនេសាខេត្តព្រៃវែងកម្មវិធីបុណ្យបានប្រពើត្រូវនៅថ្ងៃទី4ខែ7ឆ្នាំ2026ត្រូវនៅព្រះពុទ្ធសករាជ2570កម្មវិធីបុណ្យនេះទៀតសោតមានឈ្មោះថាកម្មវិធីបុណ្យចម្រើនបញ្ញុនរបស់ញោមស្រីឧបាសិកាហងរៃក៏ដូចជាបុណ្យឧទ្ទិសកុសលជូនដល់ញោមប្រុសឧបាសកទេពស៊ូនដែលលោកបានធ្វើការមរណៈទៅកាន់ប្រាក់លោកខាងមុខនោះមួយផ្នែកក៏ដូចជាសម្រាប់ញោមស្រីដែលមានជីវិតស្រស់រស់នៅមួយផ្នែកចឹងតែនោះនៅក្នុងថ្ងៃនេះកម្មវិធីបុណ្យមាន2ណាញោមជាពុទ្ធបរិស័ទស្រីប្រុសអញ្ចឹងអាត្មាភាពនឹងជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសម្ដងមួយដើម្បីងាយស្រួលញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសស្ដាប់ហើយការសម្ដែងពធទេសនារបស់អង្គខ្ញុំប្រកាសអាត្មាភាពសូមជម្រាបជូនញាតិញោមដែរទេតែ25នាទីឬមួយតែ30នាទីទេណាញាតិញោមណាទម្លាប់នៃការទេសតាំងពី10បុកតាំងពី1ឆ្នាំរហូតមកដល់ឥឡូវ14 15ឆ្នាំនេះគឺទេសមិនយូរទេអញ្ចឹងគឺថាពេលវេលានេះញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសនឹងស្ដាប់បានទោះបីតិចក្តីច្រើនក្តីគឺថាវិស័យជ្រះថ្លារៀងខ្លួនចឹងទេនោះនៅក្នុងព្រះធម៌ទី1ដែលអាត្មាភាពលើកមកជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសគឺចង់សម្ដែងទាក់ទិនជាមួយនឹងអ្នកស្លាប់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសឃើញហើយកាលណាតែគាត់ស្លាប់ទៅហើយអត់មានយកអ្វីទៅតាមជាមួយបានទេគឺគាត់អាស្រ័យពឹងពាក់រះរទៅលើញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដែលមានជីវិតស្រស់រស់នៅធ្វើបុណ្យចែករំលែកទានជូនទៅដល់គាត់ញាតិញោមឃើញហើយមិនថាតែនៅភូមិញាតិញោមមិនថាតែភូមិអង្គខ្ញុំប្រកាសអាត្មាភាពឬមួយតែនៅកន្លែងណាជាកន្លែងណាទេឲ្យតែមានអ្នកស្លាប់ទាំងអស់នោះអត់មាននរណាម្នាក់ដឹកគោមិននឹងយកស្រែបទីមាសមជីលុយ1លានទ្រព្យធនធានដែលខ្លួនឯងមានយកទៅជាមួយបានទេ
កើតមកខ្លួនទៅទេស្លាប់ទៅវិញក៏ខ្លួនទៅទេកើតមកដោយមិនអាចយកអ្វីមកជាមួយបានស្លាប់ទៅវិញក៏មិនអាចយកអ្វីទៅជាមួយបានដែរអញ្ចឹងហើយបានតែលោកគ្រូធម្មយាចាគ្រប់ប្រាណលោកមានប្រាជ្ញាជ្រៅជ្រះលោកតែងតែដឹកនាំឧបាសកឧបាសិកាកូនប្រុសកូនស្រីដែលមានជីវិតស្រស់រស់នៅដែលត្រូវជាសាច់ញាតិរបស់អ្នកស្លាប់នឹងឲ្យប្រពធ្វើបុណ្យធ្វើទានជូនអ្នកស្លាប់តាំងពីថ្ងៃគាត់ស្លាប់រហូតមកដល់កម្មវិធីបុណ្យនេះគម្រប់ធូប5ឆ្នាំហើយណាញាតិញោមណាជូនទៅដល់លោកឪពុកអញ្ចឹងតាំងពីបុណ្យជាបណ្ណកិច្ចមានតាំងពីបុណ្យមានរណសង្គ្រោះមានតាំងពីបុណ្យតេខេណានុបទានមានទាំងបុណ្យគម្រប់ធូប3ថ្ងៃបុណ្យគម្រប់ធូប7ថ្ងៃមួយតែ9ថ្ងៃ100ថ្ងៃទៅតាមទម្លាប់ទម្លាប់ទៅតាមការធ្វើរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសតាមការធ្វើទៅដោយគុណធានដែលញាតិញោមជាពុទ្ធបរិស័ទមានទាំងប្រាក់កាសបច្ច័យលុយកាសផងមានទាំងសទ្ធាជ្រះថ្លាចំពោះលោកឪពុកផងរហូតមកដល់ពេលនេះទោះបីលោកឪពុកស្លាប់ទៅយូរហើយក្តីក៏ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសមិនបានទុកឲ្យលោកឪពុកនៅឯកោនៅឯកាទេគឺញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសក៏បានមូលមតិចិត្តកំណត់គិតរួចប្រើប្រពធ្វើនៅកម្មវិធីបុណ្យនេះជាមួយនឹងអ្នកម្ដាយបងប្អូនប្រុសស្រីដើម្បីជាកិច្ចរំលឹកគុណគាត់ផងដើម្បីជាកិច្ចឧទ្ទិសកុសលផលទានជូនគាត់ផងឬមួយតែយើងនិយាយភាសាស្រួលស្នាប់ថាផ្ញើសហុយជូនគាត់ដើម្បីឲ្យគាត់ចាយដើម្បីឲ្យគាត់ប្រើប្រាស់ដោយសារតែនៅកន្លែងគាត់នោះព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយនៅក្នុងធម៌តរោសសោតថាគោរខេតខៈវិជ្ជតិអត់មានការជួញដូរអត់មានការលក់ដូរអត់មានការធ្វើការសម្ដៅរោគចាក់សហគ្រាសដូចយើងបានបច្ច័យលុយកាក់ធ្វើស្រែចម្ការបានដំណាំតាមដុសស្បៃកសោះបានអាហារហូបចុកទេនៅកន្លែងនោះបើសិនជាគាត់បានបន់ច្រើនទៅអានេះគាត់អាចបានយកកំណើតកើតទៅទីនគរពោះមានឋានទេវលោកគឺឋានទេវតាហើយមានឋានមនុស្សលោកឬមួយតែឋានមនុស្សរបស់យើងនឹងឯងក៏ប៉ុន្តែបើសិនជាគាត់មានបុណ្យមានកសលទេនោះគាត់អាចនឹងកើតទៅទីទាបពំរាបស្មើនៅកន្លែងណាមួយនោះក៏ប៉ុន្តែតាមអង្គខ្ញុំបកណ្ណាសមាភាពស្ដាប់នៅបាតកថារបស់ញោមប្រុសបានអានមិញនេះឮថាញោមប្រុសជាអ្នកជ្រះថ្លានៅក្នុងពុទ្ធសាសនាបានធ្វើបុណ្យធ្វើទាននឹងច្រើនណាស់ចឹងតែនោះសង្ឃឹមថាបុណ្យកុសលរបស់គាត់នឹងជួយឲ្យស្ទើរដួងវិញ្ញាណខណ្ឌរបស់គាត់ឲ្យយកកំណើតកើតទៅទីដល់ពុទ្ធពោះដោយអំណាចនៃបុណ្យកុសលរបស់គាត់ផងដោយអំណាចនៃបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដែលបានធ្វើដែលបានជួនផងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកស្លាប់ទាំងអស់បើសិនជាញាតិញោមចង់ជួយធ្វើបុណ្យជូនឲ្យបានសម្រេចដល់គាត់តើតែយើងធ្វើទៅតាមកិច្ចពីរទី1លោកឲ្យឈ្មោះថាអចិន្ត្រកិច្ចទី2លោកឲ្យឈ្មោះថាឧទ្ទិសកិច្ចអចិន្ត្រកិច្ចមានន័យថាជាកិច្ចសន្សំបុណ្យកុសលអញ្ចឹងញាតិញោមដែលត្រូវជាភរិយាញាតិញោមដែលជាកូនប្រុសកូនស្រីញាតិមិត្តបងប្អូនប្រុសស្រីទាំងអស់បើសិនជាចង់ធ្វើបុណ្យធ្វើទានឲ្យបានសម្រេចទៅដល់ស្វាមីលោកឪពុកឬមួយទៅញាតិការរបស់ញាតិញោមទាំង7សណ្ដានតើទៅញាតិញោមចូលធ្វើតាមបែបអចិន្ត្រកិច្ចគេហៅថាកិច្ចសន្សំបុណ្យចុះកិច្ចសន្សំបុណ្យនឹងយ៉ាងម៉េចគឺសន្សំដូចនៅក្នុងពេលនេះបើសិនជាញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសធ្វើបុណ្យហើយចង់ឲ្យកើតបុណ្យធ្វើបុណ្យហើយចង់ឲ្យមានបុណ្យបើសិនជាញាតិញោមឮលោកគ្រូធម្មយាចាលោកមានប្រសាសន៍អញ្ជើញញាតិញោមចូលមហារោគនមស្ការអីហ្នឹងញាតិញោមអញ្ជើញមកឲ្យលឿននមស្ការជាមួយគាត់នឹងបានបុណ្យមួយលោកគ្រូធម្មយាចាដឹកនាំញាតិញោមដើម្បីសមាទានសិលពីព្រះសង្ឃញាតិញោមអញ្ជើញមកឲ្យលឿនបានបុណ្យ2លោកគ្រូធម្មយាចាអញ្ជើញញាតិញោមមកស្ដាប់ព្រះបរិត្តស្ដាប់លោកទេសព្រឹកឡើងប្រគេនចង្ហាន់លោកឬមួយតែធ្វើបុណ្យធ្វើទានផ្សេងតាមរយៈព្រះសង្ឃនិងតាមរយៈលោកគ្រូធម្មយាចាដើម្បីឲ្យកើតបុណ្យនឹងគេហៅថាកិច្ចសន្សំបុណ្យដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទមានបុណ្យសម្រាប់ចែករំលែកជូនទៅដល់អ្នកស្លាប់ត្រង់ចំណុចនេះមិនខុសអីពីញាតិញោមយើងដែលមានជីវិតស្រស់រស់នៅទេណាញាតិញោមដល់បើសិនជាញាតិញោមយើងចង់ជួយអ្នកក្រអ្នកអត់អ្នកខ្សត់អ្នកមានតើតែយើងនឹងជាអ្នកមានទ្រព្យមានសម្បត្តិមានលុយមានកាច់មានមាសមានប្រាក់សិនទើបយើងអាចចែករំលែកសេចក្តីស្រឡាញ់ជួយជាលុយជួយជាកាច់ជួយជាប្រាក់ជួយជារបស់របរទៅដល់អ្នកក្រអ្នកអត់អ្នកខ្សត់បានពេលដែលញាតិញោមមានហើយចង់ជួយតិចក្តីចង់ជួយច្រើនក្តីទៅដល់អ្នកអត់គឺតាមចិត្តសទ្ធាតាមការសប្បាយតាមសេចក្តីស្រឡាញ់របស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសជូនទៅដល់គាត់យ៉ាងណាមិញអ្នកស្លាប់អញ្ចឹងដែរបើសិនជាគាត់ស្លាប់ទៅហើយញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយើងបានសន្សំបុណ្យសន្សំកុសលមានហើយយើងត្រូវតែចែករំលែកជូនគាត់តាមកិច្ចទី2គេហៅថាឧទ្ទិសកិច្ច
ở tư sẽ cách những từ cách ở tư bà tên chỉ nhiệt nhôm chui phương con phương tiệt á có phần tay phương ở tư phương chay phương hồng lên phương chun con của sao bà nhiệt nhôm ngoài đòn nét slap còn á từ tu con của sao bà nhiệt nhôm chỉ một bò để thang cây pro mình đài trong chừng nói ní nâng nông một tờ cáo nhiên rừng bà ba tâm bị ta lúc phương con phương tiệt đốt nhiệt nhôm chui phương con được nông bê lên chắc à có phần tay lúc phương ở tư con của sao bà con chay hồng lên con của sao bà con từ đó nhiệt bà con nó khơi bà ba tâm bị ta phương con đi dây bị thang cây toสบายចិត្តរីករាយណាស់គិតថាបានមុនបានកសលហើយក៏ប៉ុន្តែលទ្ធផលចុងក្រោយព្រះបាទពំពិសាអត់ទៅព្រះបាទពំពិសាអត់ចែករំលែកគុណកសលហ្នឹងញាតិហ្នឹងបានត្រឹមតែយំសោកបោកខ្លួនលោកប្រឡាពេញព្រះនគររហូតព្រះបាទពំពិសាធ្វើបុណ្យម្ដងទៀតហើយក៏ទើបបុណ្យកសលហ្នឹងចែករំលែកជូនទៅដល់អ្នកស្លាប់ទើបញាតិរបស់គាត់បានទទួលហើយបានយកកំណើតកើតទៅទីដល់ពងពោះតាមវិស័យរៀងៗខ្លួនចឹងទៅយ៉ាងណាមិញបើសិនជាលើកឧទាហរណ៍បច្ចុប្បន្នដូចញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសមានសម្លឆ្ងាញ់មួយឆ្នាំងស្លយ៉ាងស្អាតបាតមានបាយឆ្ងាញ់មួយឆ្នាំងយ៉ាងស្អាតបាតនិយាយពីថាក្លិនសម្លនឹងឈ្ងុយណាស់ឃើញហើយចង់ហូបចង់ពិសាដល់ពេលញាតិញោមជាពុទ្ធបរិស័ទស្លហើយដាក់នៅតែផ្ទះបាយដាក់នៅទៅលើចង្ក្រានអត់នោះជូនម៉ែហូបអត់នោះជូនលោកកំពុងហូបអត់នោះជូនញាតិហូបចឹងញាតិរបស់យើងនៅតែអត់បានហូបដដែលហើយបើសិនជាញាតិញោមបាននោះបានជូនបានចែកបានរំលែកជូនគាត់ហូបពិសាអានឹងទៅគាត់បានហូបបានពិសានៅសម្លបាយឆ្ងាញ់របស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសយ៉ាងណាមិញបុណ្យកុសលរបស់ញាតិញោមដែលជួយធ្វើនៅក្នុងពេលហ្នឹងចឹងដែរញាតិញោមធ្វើអស់ទ្រព្យសម្បត្តិចំណាយពេលវេលាច្រើនណាស់ចឹងទៅនោះសូមកុំឲ្យខាតញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសត្រូវតែឧទ្ទិសត្រូវតែកុកខិតត្រូវតែចំតម្រង់ចិត្តផ្ដោតទៅរកអ្នកស្លាប់ជាពិសេសញោមប្រុសបានសក់ទេពស៊ូនប្រកទាំងបុព្វការីជួនរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសញាតិញោមជួយធ្វើញាតិញោមជួយឧទ្ទិសពេលណាបានបុណ្យបានកុសលហ្នឹងដល់អ្នកស្លាប់ពេលនោះហើយការធ្វើបុណ្យធ្វើទានជូនអ្នកស្លាប់ហ្នឹងគឺបានតាមតែរយៈអ្នកដែលមានសិលទេញាតិញោមណាបើយើងសម្ដែងតាមព្រះពុទ្ធសាសនាលោកសម្ដែងតាមតេខេណានុទានប្រកបទៅដោយអង្គ3នោះក៏មិនតាមអាភិបសូមមិនជម្រាបទេដោយសារតែពេលវេលាខ្លីសូមជម្រាបថាការធ្វើបុណ្យជូនអ្នកស្លាប់ទាំងអស់បើសិនជាញាតិញោមចង់ឲ្យធ្វើឲ្យបានសម្រេចដល់អ្នកស្លាប់តើតែញាតិញោមជួយធ្វើតាមរយៈលោកអ្នកដែលមានសិលមានព្រះសង្ឃមានលោកគ្រូធម្មយាចាលោកយាយលោកតាឧបាសកឧបាសិកាអ្នកមានផលអាត្រាវិន័យសិល5សិល8ញាតិញោមលោកលីជួយធ្វើបុណ្យកុសលតាមរយៈលោកអ្នកដែលមានសិលហ្នឹងទៅបុណ្យកុសលហ្នឹងបានសម្រេចដល់អ្នកស្លាប់លោកឲ្យឈ្មោះថាទេពហេណៃយសាបទាយាឬមួយទៅឲ្យឈ្មោះថាសង្ឃោលោកទេសុភេតាំងវបជីមហន្តចលាព្រះសង្ឃនិងលោកគ្រូធម្មយាចាលោកយាយលោកតាឧបាសកឧបាសិកាអ្នកមានធម៌អាត្រាវិន័យសិល5សិល8គឺជាស្រែបុណ្យគឺជាយានជំនិះសម្រាប់ដឹកជញ្ជូនទ្រព្យធនធានរបស់ញាតិញោមជាពុទ្ធបរិស័ទប្រិយប្រុសដែលមានឲ្យបានសម្រេចដល់អ្នកស្លាប់ឧទាហរណ៍ដូចលោកគ្រូធម្មយាចាគ្រប់ប្រាណលោកអញ្ជើញមកដឹកនាំរៀបចំកម្មវិធីបុណ្យរបស់ញាតិញោមនៅក្នុងថ្ងៃនេះអញ្ចឹងញាតិញោមឃើញគាត់ហត់នឿយឃើញគាត់ឲ្យពរឲ្យជ័យស្អកកម៉ែកយើងហូរញើសញាតិញោមផ្ដល់ស្នាមញញឹមផ្ដល់ភាពរាក់ទាក់ផ្ដល់ការគោរពស្ដាប់ដំបូន្មានស្ដាប់ប្រសាសន៍ស្ដាប់ការដឹកនាំរបស់គាត់ដោយការគោរពដោយការស្រឡាញ់ជូនទឹកដៃជូនទឹកត្រជាក់ជូនបាយទឹកនំចំណីត្រីសាច់ដល់គាត់ហូបពិសាបានបុណ្យបានកុសលដូចគ្នាកាលណាដែលបានបុណ្យបានកុសលពីគាត់ហើយញាតិញោមក៏អាចឧទ្ទិសបុណ្យកុសលហ្នឹងឲ្យបានសម្រេចដល់អ្នកស្លាប់ដែរដោយតែក្នុងសម័យពុទ្ធកាលមានរឿងនាងវិញ្ញាណនិកប្រែតនាងវិញ្ញាណនិកប្រែតហ្នឹងបានយកកំណើតកើតទៅលើកោះមួយក៏ប៉ុន្តែនាងនឹងអភ័ព្វអត់មានសម្លៀកបំពាក់ស្រីពាក់ទេញាតិញោមហើយអញ្ចឹងទៅអ្នកបើកសំពៅលក់ដូរបើកវិលទៅដល់លើកោះហ្នឹងឃើញនាងវិញ្ញាណនិកប្រែតហ្នឹងអត់មានសម្លៀកបំពាក់គេក៏យកសម្លៀកបំពាក់ហ្នឹងទៅឲ្យនាងស្រីពាក់នាងក៏បានប្រាប់គេថាទេអស់លោកបើសិនជាអស់លោកស្រឡាញ់ខ្ញុំអាណិតខ្ញុំចង់ឲ្យខ្ញុំបានសម្លៀកបំពាក់និងស្រីពាក់មែនសូមអស់លោកយកសម្លៀកបំពាក់ទាំងអស់នេះទៅធ្វើតាមរយៈលោកអ្នកដែលមានសិលទើបខ្ញុំអាចទទួលនៅសម្លៀកបំពាក់នេះបានចឹងទៅអ្នកសំពៅគេគិតចុះគិតឡើងថាទេនៅលើកោះនៅលើសំពៅអត់មានវត្តអត់មានព្រះសង្ឃទេអញ្ចឹងមិនដឹងថាធ្វើបុណ្យយ៉ាងម៉េចទេណោះដល់ពេលគិតចុះគិតឡើងទៅនឹកឃើញលោកតាម្នាក់ជាអ្នកសមាធិសិលគេក៏យកសម្លៀកបំពាក់ហ្នឹងទៅជូនលោកតាហ្នឹងស្រាប់តែលោកតាហ្នឹងទទួលអនុមោទនាហើយគេក៏ទិញសម្លៀកបំពាក់ហ្នឹងទៅដល់នាងវិញ្ញាណនិកប្រែតនាងវិញ្ញាណនិកប្រែតក៏បានទទួលនៅបុណ្យកុសលជាសម្លៀកបំពាក់ហ្នឹងស្លៀកពាក់យ៉ាងស្រស់ស្អាតទៅអញ្ចឹងយ៉ាងណាមិញញាតិញោមជាពុទ្ធបរិស័ទជួយធ្វើបុណ្យនៅក្នុងគណៈពេលនេះពិតជាបានបុណ្យណាស់គឺធ្វើបុណ្យតាមរយៈព្រះសង្ឃជាច្រើនវត្តផងមានការអញ្ជើញលោកគ្រូធម្មយាចា
សុំរៃសុំអនុមោទនីអញ្ចឹងនឹងគឺការធ្វើបន់ជូនអ្នកស្លាប់ណាញាតិញោមនោះសូមជម្រាបតែប៉ុណ្្នឹងទៅចប់ណាញាតិញោមឥឡូវចូលទៅកម្មវិធីបន់របស់ញាតិញោមគឺបន់ចម្រើនបញ្ជួនតែម្ដងបន់ចម្រើនបញ្ជួនបើសិនជាសម្ដែងឲ្យពើស្នាមកបោអត់ចប់ទេណាញាតិញោមណាតែអាត្មាភាពនឹងសង្ខេបធ្វើម៉េចឲ្យតែត្រឹមតែ10នាទីចុះកុំឲ្យយូរកុំឲ្យញាតិញោមជាពុទ្ធបរិស័ទប្រុសយើងចុកដៃចុកជើងហត់លើចុកចង្កេះចុកឆ្អឹងចុកខ្នងអញ្ចឹងបន់ចម្រើនបញ្ជួននេះពាក្យថាចម្រើនគឺកើនបញ្ជួនហ្នឹងគឺអាយុញាតិញោមធ្វើបន់ចម្រើនបញ្ជួនហ្នឹងចង់ឲ្យអាយុវែងណាញាតិញោមជាពុទ្ធបរិស័ទប្រុសក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យថាមនុស្សយើងអាយុវែងឬខ្លីគឺអាស្រ័យទៅលើបុណ្យកុសលបើមិនជាយើងតាមពូជបុណ្យបានច្រើនយើងក៏អាយុវែងទៅតាមនឹងទៅហើយបើមិនជាយើងតាមពូជបុណ្យបានតិចយើងក៏មិនទៅបានអាយុវែងដែរដោយនាងសុមនាទេវីកូនរបស់លោកអនាថបណ្ឌិតសិទ្ធិអញ្ចឹងកើតនៅក្នុងតកូលសិទ្ធិមានទ្រព្យមានសម្បត្តិច្រើនហើយក៏ប៉ុន្តែនាងនៅតែអាយុខ្លីកូននាងកេសាកូនသမីកើតមកជាកូនសិទ្ធិបាននិយាយពីតាមបច្ចុប្បន្នថាម្ដាយរបស់គាត់នឹងស្មើនឹងជំទាវក៏ប៉ុន្តែកើតមកមិនបានប្រមាណមកក៏ស្លាប់បាត់ទៅញាតិញោមមើលនាងសេរនីគិតតែខិតខំប្រឹងប្រែងរកស៊ីបានលុយបានកាក់មានប្រាក់ទុកដាក់មិនទៅធ្វើបុណ្យធ្វើទានស្លាប់តែស្លាប់តែវ័យកំមុំបាត់ទៅមិនទាន់មានប្តីមិនទាន់មានកូនមិនទាន់មានចៅផងត្រង់ចំណុចនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងឲ្យថាកម្មសតេវិទ្យាចតិយតិទាំងហើយណាបណិតតាយៈជីវិតរបស់យើងវែងឬខ្លីគឺអាស្រ័យទៅលើកម្មទាបឬខ្ពស់គឺអាស្រ័យទៅលើកម្មទៅលើបុណ្យកុសលជាអ្នកតាក់តែងឥឡូវចូលបុណ្យចម្រើនបញ្ជួនញាតិញោមជាពុទ្ធបរិស័ទប្រុសបាននិយាយអំពីព្រះពុទ្ធសាសនាលោកសម្ដែងថាហេតុដែលនាំឲ្យអាយុវែងហ្នឹងគឺមាន2ញាតិញោមជាពុទ្ធបរិស័ទប្រុសណាទី1គឺការគោរពទី2គឺការបដិបត្តិតាមធម៌5យ៉ាងហេតុដែលនាំឲ្យអាយុវែងតាមបែបទី1លោកសម្ដែងនៅក្នុងធម៌អភិវិត្តនសីលីសនិច្ចាំវត្តធាបច្ច័យយណោចិត្តតារោធម្មាវត្តធតអាយុវណ្ណោសុភ័ងពលៈបើសិនជាញាតិញោមជាពុទ្ធបរិស័ទចង់បានអាយុវែងមែនតើតែញាតិញោមជាពុទ្ធបរិស័ទប្រុសចេះគោរពនឹងយ៉ាងម៉េចលោកសម្ដែងថាកាលណាញាតិញោមចេះគោរពគ្នានឹងជាហេតុនាំឲ្យអាយុវែងដែរកូនប្រុសស្រីចេះគោរពម្ដាយចេះគោរពឪពុកចេះគោរពយាយចេះគោរពតាចេះគោរពចាស់ប្រធាចាចេះគោរពព្រះសង្ឃចេះគោរពបងគោរពអូននឹងក៏ជាហេតុនាំឲ្យអាយុវែងដែរចឹងញាតិញោមជាពុទ្ធបរិស័ទផ្ដល់ក្តីគោរពផ្ដល់ក្តីស្រឡាញ់ដល់គ្នានឹងគ្នាជាហេតុនាំឲ្យអាយុវែងមួយដែរហេតុទី2ដែលនាំឲ្យអាយុវែងលោកសម្ដែងថាមាន5ការបដិបត្តិតាមធម៌5យ៉ាងញាតិញោមទី1លោកឲ្យឈ្មោះថាសបាយការីទី2លោកឲ្យឈ្មោះថាសបាយមតាំងជានិតេទី3លោកឲ្យឈ្មោះថាបរិតតាំងភោជីទី4លោកឲ្យឈ្មោះថាកាលចារីទី5លោកឲ្យឈ្មោះថាព្រហ្មចារីហេតុដែលនាំឲ្យអាយុវែងទី1សបាយការីមានន័យថាបើសិនជាញាតិញោមចង់ឲ្យអ្នកម្ដាយសប្បាយចិត្តឲ្យគាត់អាយុវែងក៏តែញាតិញោមធ្វើឲ្យគាត់សប្បាយចិត្តហើយខ្លួនគាត់នឹងក៏ត្រូវតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តដែរបើសិនជាមួយថ្ងៃគិតតែកើតទុកព្រឹកកើតទុកថ្ងៃកើតទុកល្ងាចកើតទុកសម្រាប់មិនលក់បាយបានអានឹងជាហេតុនាំឲ្យមិនអាយុវែងទេពាក្យចាស់បរមបុរាណលោកបានពោលឲ្យថាឈើមានទឹកបញ្ញាពុកមនុស្សមានទុកបញ្ញាស្លាប់បើសិនជាយើងទុកព្រឹកទុកថ្ងៃទុកល្ងាចអានឹងហេតុនាំឲ្យមិនអាយុវែងទេក៏ប៉ុន្តែដូចនៅក្នុងថ្ងៃនេះញាតិញោមដឹងគុណម៉ែញាតិញោមបានធ្វើបុណ្យចម្រើនជូនគាត់បានជូនគាត់ឡើងទៅបោះស្បុកដុសលៀងងូតទឹកបង្ហាញនៅអាកប្បកិរិយាតចរិតក៏ដូចជាទង្វើល្អចំពោះគាត់គេហៅថាជាកិច្ចតគុណជូនគាត់ប៉ុន្តែគាត់នឹងសប្បាយចិត្តគាត់នឹងរីករាយជាមួយកូនប្រុសកូនស្រីបានជុំបងជុំអូនជុំញាតិជុំញឹកជុំមិត្តបាននិយាយស្ដីរះទៀតស៊ូសុខទុក្ខគ្នាទៅវិញទៅមកហេតុដែលនាំឲ្យគាត់សប្បាយចិត្តហ្នឹងក៏ជាហេតុនាំឲ្យគាត់អាយុវែងដែរទី2លោកឲ្យឈ្មោះថាសប្បាយយេមកតាំងជានិតេមិនមែនលើលោកនរៀនទេសនាថាហេតុដែលនាំឲ្យអាយុវែងធ្វើខ្លួនឲ្យសប្បាយញាតិញោមគិតតែពីសប្បាយចុះសប្បាយឡើងភ្លេចបាយភ្លេចទឹកភ្លេចចូលផ្ទះភ្លេចចូលសម្បែងនឹងក៏ជាហេតុនាំឲ្យមិនអាយុវែងដែរណាញាតិញោមណោះអញ្ចឹងយើងត្រូវតែសប្បាយដឹងពេលដឹងវេលាដឹងកាលដឹងវ័យកាលណាញាតិញោមសប្បាយដឹងប៉ុណ្ណឹងទៅនឹងជាហេតុនាំឲ្យយើងអាយុវែងដែរទី3បរិណិតភោជីហេតុដែលនាំឲ្យអាយុវែងដោយការបរិភោគ
ចឹងបើសិនជាញាតិញោមជាកូនប្រុសកូនស្រីមានម្ដាយមានឪពុកចង់ឲ្យគាត់មានអាយុវែងយើងត្រូវរៀបចំនំចំណីត្រីសាច់ម្ហូបអាហារណាដែលសមព្រមទៅនឹងវ័យទៅនឹងកាលទៅនឹងតាមសុខភាពរបស់គាត់ញាតិញោមជូនគាត់ហូបជូនគាត់ពិសាទៅគាត់ហូបពិសាទៅបានសុខភាពល្អអានឹងជាហេតុនាំឲ្យគាត់អាយុវែងហើយបើសិនជាគាត់ឈឺកាពះឈឺពោះវៀនក្តៅខ្លួនវិលមុខគាត់ចេះតែហូបអាហារផ្ដេសផ្ដាស់អានឹងក៏ជាហេតុនាំឲ្យគាត់មិនអាយុវែងដែរហើយអាហារហ្នឹងក៏ធ្វើឲ្យគាត់អាយុខ្លីដែរចឹងចូលញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសហូបអាហារណាដែលធ្វើឲ្យសមស្របសមព្រមជាមួយនឹងសុខភាពរបស់យើងដែរទី4លោកឲ្យឈ្មោះថាកាលចារីជាអ្នកដឹងកាលដឹងពេលដឹងវេលាដូចញោមម៉ែនៅពីមុខញោមយាយនៅពីក្រោយញោមតាទាំងអស់គ្នាកាលណាទៅចាស់ហើយបើសិនជាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសមិនដឹងវ័យមិនដឹងកាលមិនដឹងកម្លាំងកំហែងខ្លួនឯងចេះតែធ្វើការងារកិច្ចការស្រាលខ្លួនព្រឹកល្ងាចទៅដោយចិត្តចង់ធ្វើឲ្យកម្លាំងយើងធ្វើមិនដល់នោះអានឹងជាហេតុនាំឲ្យមិនអាយុវែងទេឬមួយតែមួយទៀតគេថាហេតុដែលនាំឲ្យអាយុវែងហ្នឹងក៏ញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសប្រព្រឹត្តទៅតាមអរិយាបថទាំង4ដេកដើរឈរអង្គុយហ្នឹងឲ្យសមល្មមទៅតាមវ័យតាមកាលរបស់យើងជាហេតុនាំឲ្យអាយុវែងហើយទី5លោកឲ្យឈ្មោះថាព្រហ្មចារីឬមួយតែ5មចារីនោះញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសហេតុដែលនាំឲ្យអាយុវែងទី5នេះជាអ្នកប្រព្រឹត្តធម៌ដល់ប្រសើរបើមិនជាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសយើងចង់បានអាយុវែងត្រូវតែជាអ្នកប្រព្រឹត្តសេចក្តីល្អប្រព្រឹត្តនៅទង្វើល្អឬមកតែត្រឹមតែជាអ្នកសមាទានសិល5ដូចញាតិញោមសមាទានមិញហ្នឹងចឹងក៏ជាហេតុនាំឲ្យញាតិញោមយើងមានអាយុវែងដែរដោយសារតែសម័យពុទ្ធកាលឬអាយុវឌ្ឍនកុមារអាយុវឌ្ឍនកុមារនឹងឈិតនឹងស្លាប់ទៅហើយញាតិញោមនៅសល់តែ7ថ្ងៃទៀតទេស្លាប់ហើយដល់ពេលចឹងទៅម្ដាយឪពុកនឹងភ័យព្រួយខ្លាចកូនស្លាប់បរត់ទៅរកព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឲ្យម្ដាយឲ្យឪពុកនឹងនិមន្តព្រះសង្ឃឲ្យមកសូត្រចម្រើនព្រះបរិត្តឲ្យអាយុវឌ្ឍនកុមារនឹងឲ្យបានទៅដល់7ថ្ងៃដល់ថ្ងៃទី7ព្រះសម្មាសម្ពុទ្ធនិមន្តមកឲ្យដល់ឯងដល់ពេលចឹងទៅពពុះអមនុស្សគេសម្រេចចិត្តថា7ថ្ងៃមកផ្ដាច់អាយុជីវិតរបស់អាយុវឌ្ឍនកុមារស្រាប់តែមកដល់វត្តរបស់ឃើញព្រះសម្មាសម្ពុទ្ធហើយឃើញអាយុវឌ្ឍនកុមារនឹងយកព្រះពុទ្ធយកព្រះធម៌យកព្រះសង្ឃធ្វើជាទីពឹងជាត្រៃសរណគមរបស់ខ្លួនក៏ចាប់ដើមគិតថាទេឥឡូវគេជាកូនព្រះហើយឥឡូវមិនចាំបាច់យកអាយុជីវិតអីគេទៀតទេទុកឲ្យគេរស់ទៅអាយុវឌ្ឍនកុមារនឹងក៏រស់ទៅដល់120ឆ្នាំនោះញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសក៏ប៉ុន្តែលទ្ធផលចុងក្រោយអាយុវឌ្ឍនកុមារនឹងនៅតែស្លាប់ដូចតែគ្នាទេណាញាតិញោមមិនអាចគេចផុតអំពីសេចក្តីស្លាប់នឹងទេក៏ប៉ុន្តែគ្រាន់តែថាកាលណាយើងធ្វើទៅដូចជាបុណ្យចម្រើនបញ្ជួននេះយើងបានផ្ដាច់កម្មផ្ដាច់ទាផ្ដាច់វិរិយដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងឬមួយតែរារាំងនៅពពុះអមនុស្សណាដែលមកចង់មាននៅក្នុងសរីរៈរាងកាយសូមអនុមោទនាចឹងបុណ្យចម្រើនបញ្ជួនសូមជម្រាបប៉ុណ្ណឹងទៅចប់ណាញាតិញោមណាដែលគិតថាញាតិញោមស្ដាប់តន់ហើយបើសិនជាញាតិញោមជាពុទ្ធបរិស័ទត្រីប្រុសធ្វើបុណ្យធ្វើទានចង់ឲ្យបានបុណ្យបានកុសលមែនតើបានបុណ្យទាំងញាតិញោមផងបានបុណ្យទាំងអ្នកម្ដាយបានបុណ្យទាំងលោកឪពុកផងញាតិញោមធ្វើបែបនេះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយថាកូនប្រុសស្រីណាបានធ្វើបុណ្យធ្វើទានជាមួយម៉ែធ្វើបុណ្យធ្វើទានជាមួយឪដូចនៅក្នុងថ្ងៃនេះបានបុណ្យបានកុសលណាកូនប្រុសស្រីណាធ្វើបុណ្យជាមួយម៉ែធ្វើបុណ្យជាមួយឪកូនប្រុសស្រីនេះស្មើនឹងធ្វើបុណ្យជាមួយព្រះកូនប្រុសស្រីណាគោរពក្រាបសំពះម្ដាយឪពុកកូនប្រុសស្រីនោះរហូតបានបុណ្យបានកុសលទៅដល់កម្រិតអន្តរីធិរាជស្ដេចនៃទេវតាព្រះអិននោះក៏គេលើកដៃសំពះរះពីលើដឹងគុណត្រេកអរសាទរអោបអរសាទរចំពោះកូនប្រុសស្រីណាដែលជាអ្នកមានធម៌កតញ្ញូកតញ្ញវេទីដឹងគុណតបគុណចំពោះលោកម្ដាយលោកឪពុកដែរព្រះសម្មាសម្ពុទ្ធលោកសម្ដែងទៀតថាម្ដាយឪពុកនេះហើយគឺជាព្រះទី1របស់កូនប្រុសកូនស្រីម្ដាយឪពុកនេះហើយគឺជាព្រះមែនតែនរបស់កូនប្រុសកូនស្រីម្ដាយឪពុកនេះហើយគឺជាព្រះពិតប្រាកដរបស់កូនប្រុសកូនស្រីចឹងទេនោះញាតិញោមសាពិចារណាមើលចុះថាគ្មាននរណាម្នាក់គេមកចិញ្ចឹមបីបាច់ថែរក្សាយើងក្រៅពីម្ដាយយើងក្រៅពីលោកឪពុកយើងទេគ្មានព្រះណាមកចិញ្ចឹមយើងក្រៅពីម៉ែយើងក្រៅពីឪយើងទេបើនិយាយអំពីម៉ែចិញ្ចឹមកូនតាំងពីបញ្ចាំដំណើរការនៅក្នុងផ្ទៃរបស់គាត់មួយវិនាទីរហូតដល់9ខែ10ថ្ងៃម៉ែលោកលេងចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីនៅក្នុងផ្ទៃគាត់ដោយសេចក្តីពេញចិត្តដោយសេចក្តីស្រឡាញ់ញាតិញោមសាពិចារណាមើលចុះម៉ែកាលពីនៅក្រមុំធ្លាប់តែសប្បាយចិត្តរីករាយរួមព្រែកធ្វើកិច្ចការងារស្រាលខ្លួនហូប
ចុកក្នុងចំណីត្រីសាច់តាមការចាំហូបរបស់គាត់ក៏ប៉ុន្តែនៅគណៈពេលដែលកូនប្រុសស្រីបញ្ចាំដំណើរការនៅក្នុងផ្ទៃរបស់គាត់ម៉ែចាប់ដើមតបនៅចំណីអាហារមួយចំនួនតបកិច្ចការងារមួយចំនួនតបការសប្បាយមួយចំនួនដើម្បីឲ្យសុខភាពកូននៅក្នុងផ្ទៃល្អញាតិញោមហើយម៉ែមិនទៅចូលចិត្តហូបប្រៃពេកល្វីងពេកជូរពេកចប់ពេកទេក៏ប៉ុន្តែនៅគណៈពេលដែលកូនប្រុសស្រីបញ្ចាំដំណើរការនៅក្នុងផ្ទៃរបស់គាត់ម៉ែលឺចាស់លឺទុំលឺគេថាហូបនេះហូបនោះទៅសុខភាពល្អកូននៅក្នុងផ្ទៃមានសុខភាពល្អពេលខ្លះហូបស្លឹកនេះហូបស្លឹកនោះហូបវត្តនេះហូបវត្តនោះហូបសម្បកឈើនេះហូបសម្បកឈើនោះយកដាំទឹកហូបឲ្យតែកូនមានសុខភាពល្អគាត់ហ៊ានហូបទាំងអស់ញាតិញោមហើយ9ខែ10ថ្ងៃកូននៅក្នុងផ្ទៃរបស់គាត់វិវត្តខ្លួនតាំងពីតូចរហូតដល់2-3គីឡូគាត់ប្រមាណណាស់ក៏ប៉ុន្តែមើលទៅគាត់ប្រមាណតែកាយទេក៏ប៉ុន្តែចិត្តរបស់គាត់សប្បាយគាត់រីករាយគាត់ទន្ទឹងរង់ចាំតែថ្ងៃកូនបន្ទោចាច់ចេញពីផ្ទៃរបស់គាត់បានឃើញមុខកូនបើនិយាយអំពីញាតិញោមក្តីអង្គខ្ញុំប្រកាន់ណាស្មារតីក្តីដាក់របស់ខ្លួននៅលើពោះត្រឹមតែ1គីឡូ2គីឡូរយៈពេលតែ1ម៉ោង2ម៉ោងហ្នឹងត្អូញត្អែគិតថាខ្លួនគិតថាលំបាកទៅហើយចុះទម្រាំម៉ែដាក់របស់ខ្លួនជាកូននៅក្នុងផ្ទៃរបស់គាត់1វិនាទីរហូតដល់9ខែ10ថ្ងៃដេកដើរឆ្លងអង្គុយពងកូនទៅជានិច្ចប៉ុន្តែអត់ទាន់គ្រប់ទេញាតិញោមហើយបាននិយាយអំពីម៉ែកូនផ្ទៃកូន9ខែ10ថ្ងៃ10ថ្ងៃបន្ទោតបាននិយាយអំពីម៉ែកាលពីសម័យ15ឆ្នាំមុន20ឆ្នាំមុនឡើងទៅអត់មានពេទ្យអត់មានឆ្មោកអត់មានថ្នាំចាក់សម្រួលការឈឺចុកចាប់ដូចយើងបច្ចុប្បន្នសម្រួលក្នុងការបន្ទោតកូនដូចយើងបច្ចុប្បន្នទេម៉ែកាលពី15ឆ្នាំមុនពេលដែលគាត់បន្ទោតកូនមុននឹងបន្ទោតកូនគេឲ្យឈ្មោះថាឆ្លងទលេពាក្យថាឆ្លងទលេនេះអត់មែនស្រួលដូចឆ្លងព្រែកឆ្លងឌីឆ្លងអូឆ្លងកន្លែងឆ្លងបឹងទេពាក្យថាឆ្លងទលេនេះយកជីវិតទៅបដូរជួនកាលឆ្លងផុតម៉ែនៅកូនជួនកាលឆ្លងផុតកូននៅម៉ែជួនកាលឆ្លងផុតទាំងម៉ែឆ្លងផុតទាំងកូនប៉ុន្តែមិនទាន់គ្រប់កាលពីសម័យ15ឆ្នាំមុនអត់មានពេទ្យអត់មានឆ្មោកជួយបន្ទោដូចយើងបច្ចុប្បន្នច្រើនទេម្ដាយពេលដែលគាត់ឈឺពោះលោកឪពុកត្រូវរត់រយមកពីភូមិមួយទៅភូមិមួយដើម្បីមកជួយសម្រួលបន្ទោកូនចេញពីផ្ទៃរបស់ម្ដាយឈឺពោះម្ដងគាត់លំបាកណាស់គាត់វេទនាណាស់បែកញើសប៉ិនប្រពោតឈាមរបស់គាត់ធ្លាក់ទាំងក្លប់ធ្លាក់ទាំងប៉ោតបាននិយាយអំពីគាត់ឈឺចុកចាំនោះមិនអាចពិពណ៌នាបានទេតម្រាំនឹងគាត់បែកទឹកព្រោះបន្ទោកូនចេញមកម៉ែសឡប់ម្ដងម៉ែស្ទើរតែបាត់បង់អាយុជីវិតម្ដងទៅហើយគាត់ឈឺគាត់លំបាកគាត់វេទនាយ៉ាងណាក៏ដោយក៏ប៉ុន្តែនៅគណៈពេលដែលគាត់បន្ទោកូនចេញមកហើយគាត់ឮសំឡេងកូនយំគាត់ឮសំឡេងកូនស្រែកគាត់បានអោបគាត់បានពរគាត់បានថ្នាក់គាត់បានឡងគាត់បានបំបាំងដោះកូនប្រុសកូនស្រីម៉ែហាក់បីដូចជាសប្បាយចិត្តម៉ែហាក់បីដូចជារីករាយម៉ែហាក់បីដូចជាមានស្នាមញញឹមឡើងវិញម៉ែសម័យ15ឆ្នាំមុនឡើងទៅខុសពីម៉ែសម័យយើងបច្ចុប្បន្នពេលដែលយើងបច្ចុប្បន្នបន្ទោហើយមានទឹកកកស្អំពោះមានថ្នាំចាក់សម្រួលសុខភាពមានថ្នាំចាក់សម្រួលសរសៃប្រសូតដើម្បីឲ្យមានទឹកដោះច្រើនសម្រាប់បំបាយកូនប្រុសកូនស្រីម៉ែកាលពី15ឆ្នាំមុនឡើងទៅពេលដែលគាត់បន្ទោកូនចេញមកហើយគេត្រូវយកម៉ែទៅដាក់លើគ្រែដុតភ្លើងអាំងដូចត្រីងីអញ្ចឹងម៉ែនៅលើភ្លើងអាំងដើម្បីសម្រួលសុខភាពរបស់គាត់ដើម្បីសម្រួលសរសៃប្រសូតរបស់គាត់ដើម្បីឲ្យគាត់មានទឹកដោះច្រើនសម្រាប់បំបាយកូនប្រុសកូនស្រីប៉ុន្តែមិនទាន់គ្រប់ទេបើមិនជាម៉ែជាអ្នកមានទ្រព្យមានសម្បត្តិមានលុយមានកាក់មានរបស់មានរបរមានអាហារហូបចុកគ្រប់គ្រាន់ទៅម៉ែអាចសម្រាកនៅលើគ្រែម៉ែអាចសម្រាកនៅផ្ទះសម្បែងរបស់គាត់បានយូរថ្ងៃបានយូរខែក៏ប៉ុន្តែម៉ែខ្លះក្រម៉ែខ្លះលំបាកម៉ែខ្លះអត់ម៉ែខ្លះគ្មានពេលខ្លះសម្រាកអាំងភ្លើងនៅលើគ្រែហ្នឹងបានត្រឹមតែ1អាទិត្យ2អាទិត្យក៏សម្រាប់ចិត្តចុះពីលើគ្រែទាំងសរសៃខ្ចីទៅធ្វើកិច្ចការងារស្ទូងដកជ្រុំកាត់ធ្វើកិច្ចការងារកាប់គាស់ធ្វើកិច្ចការងារលីសែងដើម្បីបានប្រាក់កម្រៃយកមកចិញ្ចឹមខ្លួនឯងផងចិញ្ចឹមក្រុមគ្រួសារផងក៏ដូចជាទុកសម្រាប់គុណគូនកូនប្រុសកូនស្រីផងប៉ុន្តែមិនទាន់គ្រប់ទេលោកឪពុកអ្នកម្ដាយពេលដែលគាត់បន្ទោកូនចេញមកហើយគាត់មិនបានទុកកូនចោលទេគាត់មិនបានបោះបង់កូនចោលទេគាត់ត្រូវបំពេញកាតព្វកិច្ចជាម្ដាយល្អជាលោកឪពុកល្អចំពោះកូនប្រុសកូនស្រីបាននិយាយអំពីការមើលថែកូនប្រុសស្រីកូនឈឺយប់ម៉ែឪមើលយប់កូនឈឺថ្ងៃម៉ែឪមើលថ្ងៃកូនប្រុសស្រីឈឺខ្លាំងពេកពេលខ្លះម៉ែឪត្រូវលក់របស់លក់បងលក់ដីលក់ស្រែលក់គោលក់អ្វីអស់ពីខ្លួននៅតែមើលថែកូនប្រុសស្រីបញ្ជាខ្ចីបំណុលខ្ចីបុលគេថែទៀតយកមកមើលថែកូនឲ្យតែកូនបានសុខឲ្យតែកូនបានស្រួល
ពេលខ្លះបាយនោះដៅសុកចិត្តយកកម្ដៅនៃបាយនោះដាក់ក្នុងមាត់គាត់ឲ្យក្ដៅមាត់គាត់សិនទើបបញ្ចុកតាមក្រោយបើនិយាយអំពីងូតទឹកឲ្យកូនតាំងពីកន្លះបន្ទល់រហូតដល់3 4ប៉ោនបើនិយាយអំពីទិញសម្លៀកបំពាក់ឲ្យកូនស្រីពាក់តាំងពី1កំភ្លេរហូតដល់រាប់មិនអស់បើនិយាយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះកូនប្រុសកូនស្រីមិនថាទៅបុណ្យមិនថាទៅការមិនថាទៅវត្តទៅវាបានមហូបបានមហាបានលុកចំណីត្រីសាច់ឆ្ងាញ់ហូបពិសាពេលខ្លះគាត់មិនហ៊ានហូបខ្លួនឯងទេសុកចិត្តលាក់គេលាក់ឯងលាក់តាមជាយកសែងលាក់តាមជាយកម៉ាយកមកដល់ផ្ទះឲ្យកូនហូបឲ្យកូនពិសាតតិចតួចទើបគាត់ហូបតាមក្រោយកូនប្រុសកូនស្រីបានដែរញាតិញោមហើយបាននិយាយអំពីលោកឪពុកអ្នកម្ដាយខិតខំប្រឹងប្រែងធ្វើកិច្ចការងារកាប់គាស់រស់ទូធ្វើស្រែចម្ការក្បែរដំណាំដាំដុះធ្វើការរោងចក្រសំណង់សហគ្រាសពីកន្លែងមួយទៅកន្លែងមួយត្រូវគេជេរត្រូវគេស្ដីត្រូវគេថាត្រូវគេប្រមាថមេងារយ៉ាងណាក៏ដោយត្រង់ខ្យល់ត្រង់ក្តៅត្រង់ភ្លីងធ្វើការទាំងអស់នោះដោយសេចក្តីពេញចិត្តទោះបីហត់នឿយយ៉ាងណាក៏ដោយក៏គាត់ខិតខំប្រឹងប្រែងធ្វើដើម្បីបានប្រាក់កម្រៃដើម្បីបានចំណូលយកមកចិញ្ចឹមកូនប្រុសកូនស្រីនិយាយត្រឹមតែសម្លៀកបំពាក់ចុះកូនប្រុសកូនស្រីមួយឆ្នាំមានសម្លៀកបំពាក់2 3កំភ្លេក៏ប៉ុន្តែលោកឪពុកអ្នកម្ដាយវិញមកកំភ្លេស្រីពាក់បាន2 3ឆ្នាំបើនិយាយពីហូតប្រមូលអាវប៉ាត់ស្បែកពានាងខោជាវអាវសរបស់ម៉ែរបស់ពុកខ្លះពេលខ្លះមកកំភ្លេនោះពាក់បាន2 3ឆ្នាំពាក់ទៅវត្តមកពីវត្តបោកគួរឲ្យស្អាតដាក់ក្នុងហឹបដាក់ក្នុងទូមានបនពាក់ទៅបនមកពីបនបោកគួរដាក់ក្នុងហឹបដាក់ក្នុងទូពាក់ទៅការពាក់ទៅកម្មវិធីនេះកម្មវិធីនោះឲ្យតែមានកម្មវិធីគាត់អាចពាក់ខោអាវថ្មីរបស់គាត់មួយកំភ្លេហ្នឹងចូលរួមដដែលបានក៏ប៉ុន្តែសម្រាប់កូនប្រុសកូនស្រីវិញគាត់ទិញឲ្យកូនបានស្រីពាក់មួយឆ្នាំ2 3កំភ្លេមានខោអាវទៅវត្តមានខោអាវទៅការមានខោអាវទៅសាលាមានខោអាវទៅកម្មវិធីមានខោអាវទៅហាត់ធីមានខោអាវទៅចូលរួមកន្លែងនេះកន្លែងនោះឲ្យតែកូនបានស្អាតឲ្យតែកូនបានល្អឲ្យតែកូនបានសមរម្យគឺម្ដាយឪពុកហ៊ានលះបង់ចំពោះកូនប្រុសកូនស្រីទាំងអស់ចឹងហើយញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសយើងសាពិចារណាមើលចុះថាតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចម៉ែយើងបានទេតើយើងរកបុគ្គលណាម្នាក់ឲ្យល្អដូចលោកឪពុកយើងបានទេគឺមិនងាយមានទេម៉ែឪខាងស្ដីជេរថាក៏ប៉ុន្តែក្រម៉ែទុកឲ្យកូនហូបម៉ែឪខាងស្ដីជេរថាក៏ប៉ុន្តែចង់ឲ្យកូនមានបានម៉ែឪខាងស្ដីជេរថាក៏ប៉ុន្តែពេលខ្លះអន់ចិត្តលួចចម្រោះទឹកភ្នែកម្នាក់ឯងកន្លែងស្ងាត់ក៏មានដែរចឹងតែនោះនៅក្នុងថ្ងៃនេះកូនប្រុសកូនស្រីបានបំពេញកាតព្វកិច្ចល្អធ្វើបុណ្យធ្វើទានជូនលោកឪពុកគម្រោងគុំ5ឆ្នាំធ្វើបុណ្យចម្រើនបញ្ជនជូនអ្នកម្ដាយក៏មានជនអាយុ87ឆ្នាំនេះគឺបានបុណ្យបានកតលណាស់ញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយថាកតាំងឧបការៈជានិស័យទេកូនប្រុសស្រីណាដឹងគុណណាដឹងគុណទៅធ្វើបុណ្យជូនណាធ្វើបុណ្យជូនទៅកូនប្រុសស្រីនោះរមែងបាននៅសេចក្តីសុខសេចក្តីចម្រើនលោកសម្ដែងទៀតថានៅក្នុងនាមគួលទាំង38ប្រការលោកព្រមឃើញមានគួលនៅក្នុងទី11ថាមានតាមបេតឧបដ្ឋានណាទេតាមមានកលមុតមាកូនប្រុសស្រីណាទំនុកបំរុងម្ដាយឪពុកធ្វើបុណ្យធ្វើទានជូនម្ដាយឪពុកចិញ្ចឹមបីបាច់ថែរក្សាម្ដាយឪពុកដូចគាត់ចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីវិញនោះកូនប្រុសស្រីនោះឈ្មោះថាមានគួលដល់ឧត្តមលោកសម្ដែងនៅក្នុងគាថាមួយទៀតថាយោមានតារាងបេតារាងវាមិនចោលខំមេដល់បោតតិទេវាបេណាសេចក្តីខំតិមានតាមបេតិតារាងតារាងកូនប្រុសស្រីដែលបានដឹងគុណម៉ែដឹងគុណឪធ្វើបុណ្យធ្វើទានជូនម៉ែជូនឪដូចនៅក្នុងថ្ងៃនេះអញ្ចឹងលោកឲ្យឈ្មោះថាកូនល្អលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធពាក្យថាកូនមិនប្រយុទ្ធនៅក្នុងទីនេះមានន័យថាបើសិនជាញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសចង់ខ្លាយខ្លួនជាកូនល្អចង់ខ្លាយខ្លួនជាកូនមិនប្រយុទ្ធត្រូវមានធម៌6យ៉ាងទី1កូនប្រុសស្រីណាស្ដាប់ពាក្យទានប្រដៅម៉ែឪដោយគោរពកូនប្រុសស្រីនេះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី2កូនប្រុសស្រីណាចិញ្ចឹមបីម៉ាត់ថែរក្សាម៉ែឪដូចម៉ែឪចិញ្ចឹមបីម៉ាត់ថែរក្សាកូនប្រុសស្រីវិញនោះកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី3កូនប្រុសស្រីណាព្យាបាលជំងឺលំកាត់ម្ដាយឪពុកពេលគាត់ឈឺស្កាត់ដូចម្ដាយឪពុកព្យាបាលជំងឺលំកាត់កូនប្រុសស្រីនោះកូនប្រុសស្រីនោះឈ្មោះថាកូនមិនប្រយុទ្ធឈ្មោះថាកូនល្អទី4កូនប្រុសស្រីណាបានធ្វើបុណ្យធ្វើទានជូនម៉ែជូនឪបើសិនជាគាត់ស្លាប់ធ្វើបុណ្យដូចជាបុណ្យនៅក្នុងថ្ងៃនេះគម្រោងគុំ5ឆ្នាំហើយបើសិនជាគាត់នៅរស់ញាតិញោមបានធ្វើបុណ្យដូចជាបុណ្យចម្រើនបញ្ជូនជូនអ្នកម្ដាយនេះលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អ
ទី5កូនប្រុសស្រីណាបានកសាងកន្លែងបង្កល់អតិភិបអតិគុណជូនលោកឪពុកឬមួយតែជូនញាតិជូនមិត្តដែលគាត់ស្លាប់ទៅហើយដូចជាកសាងនៅប្រចាំដីឬមួយតែកសាងកន្លែងនេះកន្លែងនោះកសាងបង្កល់អតិភិបគាត់បានល្អហើយបើសិនជាគាត់នៅរស់ញាតិញោមបានទិញកន្ទេលទិញមុំទិញខ្នោទិញពូកដើម្បីជូនគាត់សម្រាប់បានល្អលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អទី6កូនប្រុសស្រីណាចេះតែធ្វើបុណ្យធ្វើទានជូនម៉ែជូននៅរឿយមិនថាគាត់ស្លាប់ឬមួយតែមិនថាគាត់នៅរស់ញាតិញោមចេះតែដឹងគុណចេះតែធ្វើបុណ្យជូនគាត់បានបុណ្យបានកសលហើយលោកឲ្យឈ្មោះថាកូនមិនប្រយុទ្ធលោកឲ្យឈ្មោះថាកូនល្អពាក្យថាមិនប្រយុទ្ធនៅក្នុងទីនេះមានន័យថាបើសិនជាញាតិញោមជាអ្នកដឹងគុណម៉ែដឹងគុណឪហើយបានឈ្មោះថាកូនល្អបានឈ្មោះថាកូនមិនប្រយុទ្ធពាក្យថាកូនមិនប្រយុទ្ធបើសិនជាញាតិញោមជាពុទ្ធបរិស័ទជាអ្នកណាំដុកដាក់ចុះដុំឡើងបានផលច្រើនបើសិនជាញាតិញោមអ្នករស់ទីទិញចូលលោកចេញចំណេញច្រើនបើសិនជាញាតិញោមអ្នកធ្វើកិច្ចការងារទីចិត្តទីឆ្ងាយតែតែមានគេអាណិតតែមានគេស្រឡាញ់តែមានគេយកអត្តាតែមានទេវតាតាមជួយបើកផ្លូវថែរក្សាញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសជានិច្ចដោយអំណាចនៃការដឹងគុណម៉ែដោយអំណាចនៃការដឹងគុណឪធ្វើបុណ្យជូនម៉ែធ្វើបុណ្យជូនឪលោកញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសអញ្ជើញធ្វើបុណ្យនៅក្នុងពេលនេះសូមអនុមោទនាអស់ពេលច្រើនខែម៉ែពោផ្ទៃ9ខែ10ថ្ងៃថ្លៃដឹកទេម៉ែពិបាកណាស់តាមនេះមេប្រឹងណំប្រឹងខែបត់ចរណៃពោះកាន់តែធំរឹតតែពួនឈឺស្ពឹកស្រពួនអស់ជើងដៃវិលមុខចំអ៊ូតស្ទើររាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបតមិនបានសម្រាប់មិនលួប្រានម៉ែទៅហោះស្រក់ទឹកភ្នែកកូនធាក់ពោះម៉ែស្ទើរតែបែកម៉ែមិនបានដេកព្រោះតែកូនពុកជារស្មីនៃជីវិតកូនពុកតែងខែធូលបត់ធូលចរណៃពុកប្រឹងធ្វើការជារៀងរាល់ថ្ងៃពុកធ្វើដើម្បីបត់ថ្លៃគ្រប់គ្នាពុកពិតចិត្តស្មោះចំពោះកូនណាពុកគឺជាព្រះតែងជួយការពារពុកហុំក្រកូនគ្រប់ពេលវេលាពុកទុកប្រត់គ្រាកាយាអង្គលពុកអើយពុកល្អនឹងកូនម្លេះពុកឈឺយ៉ាងនេះតែពុកមិនខ្វល់ពុកគិតតែកូនបុត្រខ្លួននិមលពុកតែងខ្វាយខ្វល់ដល់កូនគ្រប់គ្នាម៉ែគឺជាព្រះរបស់កូនម៉ែគឺជាប្អូននៃកូនប្រុសស្រីម៉ែគឺជាព្រះក្នុងលោកីម៉ែប្រុសប្រណីចិញ្ចឹមបុត្រម៉ែជាព្រះព្រំតែងកម្រម៉ែមានចិត្តល្អថ្លៃពិសុទ្ធម៉ែផ្ដល់រូបកូនលើសបានមកតម៉ែស្មោះបំផុតមិនកិច្ចការម៉ែមិនឲ្យកូនធ្វើអាក្រក់ម៉ែជូនមរតករាល់ថ្ងៃខែម៉ែជាគ្រូពេទ្យនៅចាំខែម៉ែបើកប្រាក់ខែឲ្យកូនចាយពុកគឺជាព្រះរបស់កូនពុកគឺជាប្អូននៃកូនប្រុសស្រីពុកគឺជាព្រះក្នុងលោកីពុកប្រុសប្រណីចិញ្ចឹមបុត្រពុកជាព្រះព្រំសែនកម្រពុកមានចិត្តល្អថ្លៃពិសុទ្ធពុកធ្នមរូបកូនលើសបានមកតពុកស្មោះបំផុតមិនកិច្ចការគួរអត់តូចចិត្តអាណិតម៉ែអស់5-4ខែម៉ែពោផ្ទៃស៊ូទ្រាំចាញ់គាល់ញ័រលហិតលហើយអាស្រ័យមុតគ្នាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបែបដិចមិញអត់បានកើតតឹងឲ្យតែខែមកចិនចិត្តពិតចង់ឃើញបុតពិសីពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហូបឧបម័យស្ទើរផុតជីវិតចាស់លោកីវិស័យមច្ចរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំផ្សះតាមទ្រង់ម៉ែឲ្យទៅហេតុពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ណំបបពេលបីបងលងប្រណិតឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដល់ផ្លាតអាតុងអនុមោទនីចឹងពធទេសនាមិនបន្តទៀតទេណាញាតិញោមណោះសន្មតថាចប់ត្រឹមនេះទៅចោះឃើញថា30នាទីជាងល្មមលើសញាតិញោមណោះអាត្មាភាពទម្លាប់សម្ដែងត្រឹមតែ30នាទីឬមួយតែ25នាទីឥឡូវ30នាទីជាងញាតិញោមមិនខឹងមិនប្រកែមិនប្រកាន់អីទេណាញាតិញោមណោះញោមអើយញាតិញោមសង្ឃឹមថាញាតិញោមជាពុទ្ធបរិស័ទពេលប្រងមិនប្រកាន់ទេណាញាតិញោមណោះអញ្ចឹងទីនោះមុននឹងបញ្ចប់នៅពធទេសនាអង្គខ្ញុំបកណ្ណាអាត្មាភាពក៏សូមពមៀនប្រមូលកងការមហាជាកសលនៃការចេញអំពីសំណានទឹកចិត្តរបស់លោកគ្រូធម្មយាចាគ្រប់រូបគ្រប់ប្រាំលោកយាយលោកតាអ៊ីស្រាបតីសម័យដើមទៀនប្រធានដើមបុណ្យជាពិសេសញោមស្រីឧមាសិកាជាពិសេសញោមស្រីឧមាសិកាហងរៃព្រមទាំងកូនប្រុសកូនស្រីសាច់ញាតិសាច់តាលហិតចិត្តឆ្ងាយអ្នកស្រុកអ្នកភូមិអ្នកផងបងជាមួយទាំងអស់ដែលបានថ្វាយកាយវិជាចិត្តផ្ដិតអារម្មណ៍លើកដៃសំពះមានការបូជា
ទេសនាជាបច្ច័យជាដើមនេះសូមបុណ្យកុសលរបស់ញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសបានសម្រេចដល់ញោមប្រុសបានសោះទេពទូលព្រមទាំងពុបការីជួនទាំង7សន្តានរបស់ញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសសូមលោកបញ្ជូនទទួលអនុមោទនាបុណ្យកុសលពីភរិយាពីកូនប្រុសស្រីញាតិប្រុសស្រីបានធ្វើបានបំពេញបានឧទ្ទិសជូននៅក្នុងគណៈពេលនេះហើយសូមលោកសោយសុខនៅឋានបរមសុខសោយសុខនៅឋានបរមសុខហើយសូមលោកបែកភ័ក្រងាកក្រោយបន្តជូនពរជូនជ័យសិរីសួស្តីដល់ញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសទាំងអស់បាននៅសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារហើយមួយចំណែកទៅលើទៀតអង្គខ្ញុំបកណ្ណាសមាភិបព្រះភិក្ខុរៀនដល់រៀនក៏សូមមេត្តាខន្តីអភ័យអត់ទោសអំពីសំណាក់លោកគ្រូធម្មអាចារ្យគ្រប់ប្រាណផងលោកគ្រូដូចជាគ្រូរបស់អង្គខ្ញុំបកណ្ណាសមាភិបអញ្ចឹងមិនចាំបាច់ទេក៏លោកចេះដែរក៏ដូចជាញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសទាំងអស់ដែលមានវត្តមាននៅក្នុងមហារូបបុណ្យក៏ដូចជាលើកតាមសម្លេងឃោសនាសាស្ត្របើសិនជាអង្គខ្ញុំបកណ្ណាសមាភិបសម្ដែងពធទេសនាទៅហើយជ្រុលជ្រួសហួសពាក្យសម្ដីនិយាយស្ដីមិនសមរម្យមិនគប្បីខុសនៅភាសាបាលីជញ្ញមានត្រង់កន្លែងណាមួយនោះសោក៏សូមមេត្តាខន្តីអភ័យអត់ទោសផងដោយសារតែអាត្មាភាពភាសានៅខ្ចីវ័យនៅក្មេងសម្លេងមិនសូវល្អធម៌មិនសូវអត់ចិត្តមិនចង់អីរៀនបានតិចភ្លេចច្រើនខ្លាំងខ្លាំងសម្ដែងពធទេសនាចែកជូនញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសស្ដាប់នៅក្នុងគណៈពេលនេះដឹងខ្លួនឯងច្បាស់មានត្រូវខ្លះមានខុសខ្លះអញ្ចឹងទៅនោះបើសិនជាត្រូវសូមយកចាប់ឲ្យបខុសទម្លាក់ចោលតាមផ្លូវទៅដល់ទៅនេះញាតិញោមណោះមិនចាំបាច់យកទៅដល់ផ្ទះមិនចាំបាច់គិតមិនចាំបាច់ពិចារណានាំតែស្មុគស្មាញក្នុងអារម្មណ៍អីទេហើយណាមួយលោកតារានឹងស៊ីចូលទេណាញាតិញោមណាទេសនាបរោះមិនបរោះឲ្យបានញាតិញោមបញ្ចូលថាបរោះនឹងសប្បាយចិត្តណាស្ដាប់បានមិនបានអីបានញាតិញោមបញ្ចូលថាស្ដាប់បាននឹងកាន់តែសប្បាយចិត្តទៀតដល់វត្តវិញខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រែងលោកតបាន4-5ឆ្នាំទៀតឲ្យបុះបាន20ឆ្នាំទៅផងណាញាតិញោមណាតែប្រយ័ត្នតែទេសនាចុះពីលើក្រែមិនទាន់ផុតចេញពីផ្ទះញាតិញោមមិនទាន់រួចញាតិញោមថាទេមួនលោកតារាមកពីវត្តសូត្រទេសមិនកើតស្ដាប់មិនបានហើយក្រោយស្បត់ឡើងមួនលោកនៅប្រទេសហើយដល់វត្តវិញអន់ចិត្តសូមម៉ែសាក់ម៉ាត់ណាញាតិញោមណាចឹងហើយចេះតែបញ្ចូលលោកទៅពេលលោកថ្ងៃក្រោយមានឱកាសអាត្មាភាពបាននិមន្តមកសម្ដែងពធទេសនាជម្រាបជូនញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសទៀតហើយណាមួយអាត្មាភាពចាត់ទុកលោកគ្រូធម្មអាចារ្យគ្រប់ប្រាណនិយាយថាអង្គពូមានមីទាំងអស់ដូចជាម្ដាយឪពុកទី2អញ្ចឹងណាញាតិញោមណាចឹងពាក្យថាម្ដាយឪពុកប៉ុណ្ណាបើសិនជាកូននិយាយទៅត្រូវខ្លះខុសខ្លះអីពាក្យណាខុសកាយចប់កាយកប់ត្រឡប់ជាន់ទាំងអស់ទៅមិនចាំបាច់ចាប់ទោសអត់ដំណើរអីទេហើយមួយចំណែកលើទៀតក៏សូមជូនពរជូនជ័យសិរីសួស្តីដល់លោកគ្រូធម្មអាចារ្យគ្រប់ប្រាណនិយាយតាអង្គពូមានមីទាំងអស់ដែលមានវត្តមាននៅក្នុងមហារូបបុណ្យក៏ដូចជាលើកតាមសម្លេងឃោសនាតាមហៅថាសម្លេងមីក្រូនៅក្នុងថ្ងៃថ្មីនៅក្នុងខែថ្មីនៅក្នុងឆ្នាំថ្មីសូមជូនពរជូនជ័យញាតិញោមសមកបជុំផ្ទះនៅសារី3ប្រការពុទ្ធពររបស់ព្រះសម្មាសម្ពុទ្ធ5ប្រការគឺអាយុវណ្ណៈសុភៈពលៈនិងបដិភេទ8ក្លៀនដោយសេចក្តីសុខសេចក្តីចម្រើនសុខទាំងកាយសប្បាយទាំងចិត្តដំណើរជីវិតអញ្ជើញទៅទីចិត្តទីឆ្ងាយសូមឲ្យមានគេអាណិតមានគេស្រឡាញ់មានគេអសូរមានគេរាប់អានមានលុយមានកាក់មានមាសមានប្រាក់ឲ្យបានតបការតបវេលាសមកបជុំផ្ទះនៅសម្បត្តិទាំងឡាយ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានប្រសិនបើញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសមានចិត្តបងប្រាថ្នានៅសម្បត្តិណាមួយនោះសោក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាកុំបីក្លៀនដោយសូមអនុមោទនាខ្សោយដូចចាញ់អាត្មាបានរៀននោះតែដូចរៀនខ្លាំងជាងញាតិញោមបើអនុមោទនារៀនលឺជាងនឹងបន្តិចសំឡេងព្រោះមាត់ក្អូននិយាយស្ដីកណាក៏ពីចង់លឺក៏ពីចង់ស្ដាប់ណាញាតិញោមណាមែនអាត្មាភាពជម្រាបជូនញាតិញោមអញ្ចឹងអត់មានរឿងទេគឺមានរឿងនៅក្នុងសម័យពុទ្ធកាលភោសកៈទេវបុត្រធ្វើបុត្រធ្វើទាននោះញាតិញោមជួយធ្វើនៅក្នុងពេលហ្នឹងអញ្ចឹងក៏ប៉ុន្តែគាត់អនុមោទនារៀនលឺជាងញាតិញោមបន្តិចទេមិនមែនថាអនុមោទនាខ្លាំងរហូតដល់ខ្លាំងគេទេនិយាយពីថាសម្លេងរបស់ភោសកៈទេវបុត្រនឹងព្រោះណានិយាយទៅណាក៏ពីចង់ស្ដាប់ក៏ពីចង់លឺដែរបើនិយាយអំពីមាត់របស់គាត់ប្របែកមាត់របស់គាត់ស្អាតញាតិញោមជាពុទ្ធបរិស័ទប្តីប្រុសហើយនិយាយស្ដីទៅណាក៏ពីចង់ស្ដាប់ក៏ពីចង់លឺដោយអំណាចនៃបុណ្យកុសលរបស់គាត់ធ្វើបុណ្យហើយគាត់អនុមោទនារៀនលឺជាងញាតិញោមហ្នឹងមិនលឺអីខ្លាំងពេកទេណាញាតិញោមណារហូតដល់ពាក្យបរមបុរាណយើងលេងសើចមួយថាអនុមោទនាតិចបានបុណ្យប៉ុនផ្លែកសាំងញាតិញោមណាអនុមោទនាខ្លាំងបានបុណ្យប៉ុនជាងគេហើយបើថាអនុមោទនាលឺជាងគេបានបុណ្យប៉ុនវត្តទលេមុខវាំងសូមអនុមោទនាដល់ប៉ុណ្ណេះបានបុណ្យជាងណាបានបុណ្យច្រើនណាស់បានបុណ្យទាំងញោមផងបានបុណ្យទាំងអាត្មាភាពផង
ជ្រះថ្លាស្ដាប់ធម៌ដោយទឹកមុខរីករាយប្រព្រឹមប្រព្រៃនេះអាត្មាភាពនឹកឃើញពាក្យលេងសើចមួយទៀតដែរថាស្ដាប់ធម៌មុខរីករកស៊ីធូរស្ដាប់ធម៌មុខជូររកស៊ីដឹងញាតិញោមណាស្ដាប់ធម៌មុខខឹងរកស៊ីខាតហើយបើថាស្ដាប់ធម៌មុខស្អាតដូចនៅក្នុងផ្ទះញោមស្រីឧបាសិកាហងរៃលុយចូលឈឹបសូមអនុមោទនាញោមម៉ែញោមពុកនៅពីមុខបើសិនជាចាំឲ្យលុយចូលឈឹបមែនស្ដាប់ធម៌លោកតារាហើយដល់ផ្ទះវិញតតែដាក់ទៀតធ្វើការរោងចក្រទាំងអស់គ្នាឃើញទេណាបើសិនជាមិនធ្វើការរោងចក្រទេបែរជាលុយទៅចូលឈឹបទេញោមម៉ែញោមពុកនៅពីមុខនោះហើយការងាររោងចក្រនៅក្នុងទីនេះមិនមែននៅព្រៃវែងមិនមែននៅស្វាយរៀងមិនមែននៅប្រវត្តិនៅជាយនៅបតុងទេមិនមែននៅកញ្ចេះនៅបាត់ដំបងនៅភ្នំពេញទេណាញាតិញោមណាញោមម៉ែញោមពុកនៅពីមុខបើសិនជាចង់បានលុយចូលឈឹបដោយលោកតារាថាមែនដល់ផ្ទះវិញដាក់ពាក្យធ្វើការរោងចក្រមើលចៅនៅផ្ទះណាញាតិញោមណាកាលណាមើលចៅនៅផ្ទះកូនប្រុសស្រីជួយធ្វើការងារទីចិត្តទីឆ្ងាយដល់ពេលដល់វេលាគេផ្ញើជូនញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសដោយលោកតារាថាមែនសូម